មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមដុតបំផ្លាញសាច់បង្កកខូចគុណភាពដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមសហការជាមួយកម្លាំងចម្រុះកាលពីយប់ថ្ងៃទី22ខែឧសភាឆ្នាំ2026កន្លងទៅនេះបានចុះបង្ក្រាបរថយន្តមួយគ្រឿងដែលសង្ស័យដឹកសាច់បង្កកនៅចំណុចភូមិផ្សារថ្មីឃុំពីមប្រធ្នោះស្រុកកោះសុទិនឆ្លងកាត់ពីខេត្តត្បូងឃ្មុំមកលោកនងមេហៀងប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ឲ្យដឹងថាសាច់បង្កកដែលត្រូវបានដុតបំផ្លាញនាពេលនេះគឺមានចំនួន150កេសស្មើនឹង3000គីឡូក្រាមបានដឹកតាមរថយន្តសាំយ៉ុងបំរុងឆ្ពោះទៅរាជធានីភ្នំពេញដោយមានការសង្ស័យកម្លាំងចម្រុះបានធ្វើការខាត់រថយន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយមើលឃើញថាគ្មានប្រភពច្បាស់លាស់ជាសាច់ដែលខូចគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសវៀតណាមតាមការឆ្លើយបំភ្លឺរបស់អ្នកដឹកមានចំនួន3តោនស្មើនឹង150កេសហើយសាច់នេះគឺមិនមានចំពោះបានលាស់ទេសារសាច់ប្រភេទសាច់កិនម៉ត់អញ្ចឹងនៅក្នុងអសរដែលគេវាយហ្នឹងគឺសាច់មាន់កិនអញ្ចឹងនាំចូលដឹកទៅរាជធានីភ្នំពេញហើយដោយសារការដឹកហ្នឹងខុសលក្ខណៈបច្ចេកទេសទី1មិនមានច្បាប់អាជ្ញានាំចូលទី2គឺខុសបច្ចេកទេសដឹកជញ្ជូនបានថាដឹកហ្នឹងគឺឡានតូរីសមិនមែនឡានបកកទេតាមទៅទេតាមលក្ខណៈបច្ចេកទេសហើយគឺសាច់ហ្នឹងគឺខូចគុណភាពហើយដែលយើងគាត់នោះគឺបានយកមករៀបចំបែបបទស្នើសុំគោលការណ៍ទៅឲ្យដល់រាជអាជ្ញាដើម្បីដិតបំផ្លាញចោលដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តកំពង់ចាមមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមបានធ្វើការកំទេចចោលដោយដុតបំផ្លាញសាច់បង្កកខូចគុណភាពទាំងនោះចោលទន្ទឹមនឹងនេះដែរលោកនងមេហៀងប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគសាច់ដែលកំពុងនាំចូលច្រើនទាំងខុសច្បាប់និងស្របច្បាប់អាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគជាពិសេសប្រឈមនឹងការកើតនៅជំងឺកាចសាហាវច្រើនប្រភេទផងដែរបើសិនជាការចែកចាយនោះបើសិនជានេះគឺបានខូចគុណភាពហើយបើសិនជាចែកចាយទៅធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលទាននៃការសាច់ហូបទាំងអស់នេះបាទច្រើនណាស់3តោននេះគឺច្រើនអ្នកណាស់ដែលទទួលទានបើសិនជារួចចេញទៅនោះបាទទី1គឺសំណូមពរឲ្យអ្នកដែលពាក់ព័ន្ធនោះគឺការដឹកជញ្ជូនសាច់នោះគឺឲ្យមានច្បាប់ត្រឹមត្រូវទី1គឺដឹកច្បាប់ត្រឹមត្រូវទី2គឺដឹកជញ្ជូនទៅតាមលក្ខណៈបច្ចេកទេសស្តង់ដារវាថាមានដឹកអីមានប្រភពច្បាស់លាស់ទៀតដើម្បីឲ្យជាប្រវត្តិយើងទទួលទានបានសាច់ល្អមានគុណភាពមានសុវត្ថិភាពហូបដើម្បីសុខភាពបាទបើសិនជាដឹងថាសាច់បកកដែលមិនមានប្រភពគឺរាយការណ៍មកជំនាញដើម្បីជំនាញទៅផលិតតើគាត់ទទួលសាច់ហ្នឹងពីអ្នកណាឲ្យបានច្បាស់លាស់ដឹកចេញពីកន្លែងណាដែលមានច្បាប់ត្រឹមត្រូវឬអត់ដែលទុកដាក់មានទូបកកមានអនាម័យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសអត់